Ok, so sẽ là khi nó không video này dương nâng mòn giấy bẹp bọn cho mùi nâng female reproductive system nó không video muốn dương nâng dương bàn giấy bẹp bọn cho mùi nâng male reproductive system rồi giấy trong bộ female reproductive system vì mình phép xăm nhắm cho mùi nângประดับ បន្ត ពូជ របស់ មនុស្ស ប្រុស ចំពោះ ប្រដាប់ បន្ត ពូជ មនុស្ស ប្រុស វា អត់ សូវ សាមញ្ញ ច្រើន ទេ តែ ពេល ដែល បែង ធ្វើ ការ ស្វែង តម្លើង ទ្វេ មេជីវិត ឈ្មោះ មក គឺ ធ្វើ ការ ផលិត រហូត ប៉ុន្តែ ចំពោះ female វិញ មាន លក្ខណៈ រៀង complicated ហើយ ញ៉ៃ សាំញ៉ាំ ច្រើន អញ្ចឹង ណា អូខេ អញ្ចឹង ដំបូង ឡើង យើង មក និយាយ ពី រូបភាព រួម របស់ ប្រដាប់ បន្ត ពូជ របស់ មនុស្ស ស្រី ណា នេះ គឺ ផ្នែក ខាង ក្រៅ ផ្នែក ខាង ក្រៅ ហ្នឹង គឺ មាន រូបរាង បែប នេះ អញ្ចឹង ខ្ញុំ នឹង លម្អិត មួយ ប៉ុន្តែ ខ្ញុំ អត់ លម្អិត ពេក ទេ ព្រោះ អ្នក គ្នា ប្រកាស ជា ដឹង ខ្លះ ហើយ ណោះ អូខេ អញ្ចឹង អា កន្លែង មុន ដំបូង គេ នេះ ដែល ខ្ញុំ គូ រង្វង់ នេះ គឺ យើង ហៅ ថា vaginal opening vaginal opening នេះ គឺ បើ យើង និយាយ ទៅ គឺ ហៅ ថា ស្រទាប់ ព្រហ្មចារីយ៍ អញ្ចឹង នៅ ខាង ក្នុង ផ្នែក ខាង ក្នុង របស់ vaginal opening ហ្នឹង វា មាន មួយ ទៀត គឺ យើង ហៅ ថា vagina យើង នឹង ទៅ រៀន លម្អិត នៅ ក្នុង រូបភាព ខាង ក្នុង អញ្ចឹង ណា អញ្ចឹង នៅ ខាង ក្រៅ ហ្នឹង គឺ វា មាន ស្រទាប់ មួយ ដែល ការពារ កដាស់ ព្រហ្មចារីយ៍ ហ្នឹង យើង ហៅ ថា hymen ហើយ នៅ ក្នុង ស្រទាប់ ហ្នឹង វា មាន 2 ស្រទាប់ ទៀត ដើម្បី ការពារ ស្រទាប់ ដែល ឬ ក៏ ខ្លែប តូច គឺ យើង ហៅ ថា ខ្លែប តូច អានេះ ខ្លែប តូច ណា គ្នា នេះ ខ្លែប តូច ខ្លែប តូច នេះ គឺ យើង ហៅ ថា labia minora ហើយ មក ខ្លែប ធំ នេះ គឺ យើង ហៅ ថា labia majora អញ្ចឹង អា ពាក្យ majora ហើយ នឹង minora នេះ យើង ធ្លាប់ រៀន នៅ ក្នុង មេរៀន នៃ pro ឯណោះ ដែល កន្លែង pyramid របស់ renal វា ភ្ជាប់ គ្នា ហ្នឹង គឺ វា មាន major calic ហើយ នឹង minor calic ណោះ minor calic អញ្ចឹង អា ពាក្យ major ហើយ minor ហ្នឹង minor ទូច major ធំ អញ្ចឹង នៅ ក្នុង anatomy យើង ចាំ ពាក្យ ហ្នឹង អា ហ្នឹង ក៏ ងាយ ស្រួល ដូច គ្នា ដែរ បន្ទាប់ មក ទៀត គឺ យើង មាន កន្លែង បើក បង្ហូរ នោម នេះ កន្លែង បើក បង្ហូរ នោម នេះ គឺ យើង ហៅ ថា urethra opening ដែល បន្ត ភ្ជាប់ ចេញ ពី urethra របស់ យើង នឹង ឯង បន្ទាប់ មក ទៀត គឺ មាន កន្លែង សេមាន់ នេះ គឺ យើង ហៅ ថា clitoris ហើយ នឹង មាន ថ្ងាស ខាង លើ នេះ គឺ យើង ហៅ ថា mons pubis អូខេ អញ្ចឹង យើង ទៅ មើល រូបភាព រួម ទាំង អស់ គ្នា អញ្ចឹង ប្រដាប់ បន្ត ពូជ របស់ មនុស្ស ស្រី ផ្នែក ខាង ក្នុង គឺ វា នៅ ក្នុង ចន្លោះ អាង តាគៀក របស់ យើង នេះ ឬ ក៏ យើង ហៅ ថា អ្នក ភាសា សាមញ្ញ យើង ហៅ hip ក៏ បាន ឬ ក៏ យើង ហៅ coccyx bone តំបន់ coccyx bone coxal bone coccyx bone ឬ ក៏ យើង ហៅ pelvis ក៏ បាន ដែរ pelvis កន្លែង ឆ្អឹង អាង តាគៀក ហ្នឹង เนาะ គឺ វា នៅ ចន្លោះ ហ្នឹង អញ្ចឹង យើង ទៅ មើល លម្អិត នៃ អវយវៈ ទាំង មូល ក្នុង ការ បង្ក កំណើត របស់ ភេទ ស្រី ទាំង អស់ គ្នា អូខេ អញ្ចឹង ក្នុង ការ បង្ក កំណើត របស់ ភេទ ស្រី គឺ យើង ដឹង ហើយ អា កន្លែង បំពង់ នេះ គឺ យើង មើល មិញ ហ្នឹង គឺ កន្លែង vaginal opening ហ្នឹង អញ្ចឹង ស្រទាប់ ខាង ក្នុង របស់ វា គឺ យើង ហៅ ថា vagina ឬ ក៏ ប្រាំង ឬ ក៏ ហៅ vagina ប្រាំង เนาะ អូខេ អញ្ចឹង ត ទៅ លើ ហ្នឹង គឺ វា មាន មាត់ ស្បូន ណា អានេះ គឺជា ទ្វារ មាស យើង ហៅ vagina នឹង ឯង ឬ ក៏ កន្លែង ក្រដាស់ ព្រហ្មចារីយ៍ ហ្នឹង គឺ ទ្វារ មាស កន្លែង នេះ ទ្វារ មាស នេះ គឺ ដើរ តួនាទី ដើម្បី បញ្ចេញ កូន ឬ ក៏ សម្រាប់ រួម សង្វាក់ ឬ ក៏ ពេល ដែល មាន baby ត្រូវ បង្កើត តាម នឹង ដូច គ្នា ដែរ អញ្ចឹង កន្លែង នេះ គឺ យើង ហៅ ថា កុល ប្រាំង អង់គ្លេស ឬ ក៏ cervix យើង ហៅ ថា មាត់ ស្បូន អញ្ចឹង នៅ ក្នុង តំបន់ មាត់ ស្បូន ហ្នឹង គឺ ភ្ជាប់ ទៅ ដោយ ជញ្ជាំង ស្បូន ជញ្ជាំង ស្បូន ក៏ បាន ស្រទាប់ ស្បូន ក៏ បាន ដែរ យើង ប្រើ បាន ដូច គ្នា ណា អញ្ចឹង ប៉ុន្តែ ភាសា អង់គ្លេស គឺ យើង ហៅ ថា wall of uterus អញ្ចឹង wall of uterus នេះ យើង ហៅ ថា ជញ្ជាំង ស្បូន ឬ ក៏ ស្រទាប់ ស្បូន នៅ ក្នុង ហ្នឹង វា មាន 3 ស្រទាប់ ផ្នែក ខាង ក្នុង យើង ហៅ ថា endometrium ផ្នែក កណ្ដាល យើង ហៅ ថា myometrium ផ្នែក ខាង ក្រៅ នេះ អ្នក គ្នា ផ្នែក ខាង ក្រៅ យើង ហៅ ថា perimetrium អូខេ អញ្ចឹង អា កន្លែង endo នេះ ខ្ញុំ សុំ highlight បន្តិច កន្លែង endo បាយ អត់មាន highlight ណូ អូខេ កន្លែង endo នេះ គឺជា ធំ ហ៎ កន្លែង endo នេះ គឺជា ស្រទាប់ ស្បូន ផ្នែក ខាង ក្នុង ស្រទាប់ ស្បូន ផ្នែក ខាង ក្នុង នេះ បើ សិន ជា អត់ មាន ការ បង្ក កំណើត ទេ អា ស្រទាប់ ហ្នឹង វា ធ្លាក់ មក បង្ក ការ ជា ឈាម រដូវ ប្រចាំ ខែ របស់ យើង អញ្ចឹង កន្លែង ហ្នឹង គឺជា ស្រទាប់ endometrium នឹង ឯង ដែល ធ្លាក់ មក ជា ឈាម រដូវ បន្ទាប់ មក ទៀត គឺ កន្លែង សាច់ដុំ ពាក់កណ្ដាល នេះ
sạch đom bẹ cả đàn để những hào tham mà dầu mì triêm ní cứ chia sạch đom này khẳng nong này cả đà sầm tục này khẳng đà ní cứ bị đà tuần tí cần đầm bay cần trả bốn nó pe để dương chiêm được đời thì lại mau dương thời cần trả đầm bay phải tránh mau rồi có pe dương miền bể bơi dương thời sầm đá sạch đom nắng còn việc cần trả đầm bay rồi bể bơi tranh mở tam ở một bốn để hiện hào có hai bệnh tránh máu tam và dáng rồi có vagina bà dương đừng ai trong pua primary dream này khẳng cao ní cứ ca pía đầm nấu ca pa tổng kịch nấu tua bone bà dương nâng mòn chân cho bữa vậy từ lượng mới tiết cứ tua bone ní cứ dương hào thai uterus đừng ai uterus nó cứ chia tua bone từng ở đằng ai ok chẳng nó không tua bone nó cứ miền bẩm bóng cho đầy chỉ pi điện hạt thạch đầy bone dương miền pi nó anh ấy dương hạt thạch đầy bone có bán bàn tay này hàng cào ní giờ tới cứ anh dương bao ban đôi khi dương hào uterine thụp có bán rồi có này hàng nong bẩm bóng hàng nong nó cứ dương hào thá fallopian thụp có bán này fallopian thụp này anh này fallopian thụp ní cứ chia cả lạnh bằng co còn nào để những hào tham môi phía bấy khẳng cào đầy khẳng cào bone chẳng môi phía bấy khẳng cào bone nó cứ chia cả lạnh bằng co còn nát pe để sperm chuột cho mùi đằng over đây cứ những hào tham ovocyte pí các bạn đài nè ok chẳng cả lạnh lơ này tua bone đấy những hào tham phần đó hay cả lạnh mù nít những đằng ấy cứ những hào thá ovary khẳng hay trong pu là sai smile ní cứ dưỡng hào về thá fimbria ní cứ việc muốn tuần tí nó pe đài ovary bảo dưỡng phật lật chia sốt máu việc thở thẹt trắng không mà khai trong pu mình được sấy thở mình thẹt sốt muối á trắng thẹt sốt muối từ nơi cái lạnh ní bà xin chọn chụp sperm tế viên đang lì từ quánh trắng sụt nắng thua đầm nào châu từ khăn bầm bông uterine rồi co fallopian thụp ní đòi cá bao đôi dân bao tới á vì fimbria này cứ vì mình tị bảo sụt nắng bao mới từ nơi cái này đừng ai ok trắng nơi khăn bật đạp bẩn to pui được bao mình nổi sấy cứ miền phần nắng đại chia về dục về anatomy đa sầm khăn khăn ca bằng co còn nạt phết sấy nên trắng dương nâng từ giấy đi tha nơi khăn ovary này tiệt phổi nơi khăn ovary này cứ vì mình ấy sắm nhám tràn chiếng về dục về phần này khẳng cao rồi có phần này khẳng khăn ấy nâng tiền trắng nào ok trắng nhôm miền crab môi đầm bay ao nặc như mớ crab ní mơ tới hiện sủa vô lấy nó pi đầm nào này bằng co còn nạt được bao phết sấy nên trắng phết còn nạt được bao phết sấy bởi sân chỉ chromosome bằng co trên chỉ phết sấy hái dương nâng từ tua bán cell bằng co còn nạt để hào thá oogenesis rồi co ai cái xa khác cái đã oogonium rồi co bị sao phải để hào thá oogeny đó chẳng việc cứ chỉ biết là mùi tê cứ chia cao sĩ cà đám bằng cao sĩ ca còn nát phết sấy nó chẳng vì bằng co còn nát nó nóng ovary bà dương việc phật nó không ovary bà dương chẳng p đại bằng co p đại đăng thà chromosome nâng phết sấy cứ oogonium rồi có oogeny nữa việc chập đám bầm lại cáo ca xoay đầm lạng thuế rồi bó mitosis nhưng họ tham mày tổ thằng ảnh cả mito cứ chỉ ca xoay đầm lạng thuế bị ấn máu bị ăn bị đòn chẳng p đại nếu không nếu không tây á p đại nếu không tây mà ái cứ cao sẽ ca phết sấy nấng cứ bay xoay đầm lạng thuế tam mito nấng bán chia primary ovocyte rồi dương hai thằng ovocyte on nâng ảnh ovocyte on chẳng dương miền ban pi cell chẳng đâu không pua sợi mà đai nâng bởi tam ai cái xa khác pi chỉ là buôn tầm bờ khai nó buôn tầm bờ khai đâu không pua nâng cứ thở xoay bằng lặng thuê pi oogonium rồi ẩm pơ mai tốt mito vì một bán chia primary ovocyte rồi có ovocyte one bàn tay vì thở chụp sần xoay bằng lặng thuê toi thở chụp nơi không rồi dạ propa one sần propa on sần ở tận nào thì tiền trắng p đại đơn thả cao sự cá nên chỉ chromosome phết sấy xa cầm nạt bảo viết cứ ở oogonium rồi có ovogeny tộc mà tiết thua xoay lặng thuê mày tấu ban cao sự cá bị ấn
đại khai vì vật từ chia primary rồi có oversit rồi có oversit on phần tái chụp sầm chót no web pro pa one sần chụp sầm chót no web pro pa one sần nó ok chẳng chụp sầm chụp no khung web pro pa one này sầnต่อมาទៀតពេលដែលកើតមករហូតដល់ពេញវ័យមានការរាងកាយរបស់មនុស្សស្រីរងមានការបញ្ចេញហូម៉ូនមួយហៅថា FSH សំទោស FSH គឺជាហូម៉ូនfollicle stimuli ហូម៉ូនអានេះពាក្យពេញរបស់វាបន្ទាប់មកទៀតវាទៅរំញោចនៅកពេញមួយទៀតដែលធ្វើឲ្យ hemopolymer របស់យើងនឹងមានការផលិតហូម៉ូន LH ដែរអញ្ចឹងហូម៉ូន LH នេះពេលដែលផលិតច្រើននៅក្នុងរាងកាយដូចថាពេលយើងដល់វ័យពេញវ័យអា cell កោសិកាovocyte on ដែលយើងឈប់សម្ចតនៅ prophase 1នេះធ្វើការស្វ័យដំឡើងទ្វេ meiosis 1 អញ្ចឹង meiosis 1 តណា meiosis 1 ក៏ទទួលបានmeiosis 1 complete ហ្នឹងវាចាប់ផ្ដើមវាក៏ meiosis 1 complete វាចាប់ផ្ដើមមកធ្វើជា meiosis 2 meiosis ថាmeio 2 ហ្នឹងគឺយើងទទួលបាន secondary ovocyte เนาะអ្នកគ្នាប៉ុន្តែពេលដែលវាធ្វើ meiosis អងហើយបន្តមក meiosis 2នេះវាអត់បញ្ចប់ភ្លាមទេព្រោះដោយសារតែនៅក្នុង meiosis 2នេះវាមានច្រើនផ្នែកមានអាណាផាស prophase metaphase telophase អីចឹងទៅអញ្ចឹងពេលដែលទទួលបានsecondary ovocyte ឬក៏ ovocyte នេះហើយគឺវាឈប់សម្ចតមកតង់ទៀតនៅក្នុងវគ្គ metaphase 2 អញ្ចឹងនៅក្នុងវគ្គ metaphase 2ហ្នឹងវាក៏បង្កើតជាសុទ្ធមួយដែលពេញលេញហើយអ្នកគ្នាសុទ្ធមួយដែលពេញលេញនេះគឺយើងមិនតែវាអត់បានពេញលេញក្នុងការសុទ្ធបង្កកំណើតខ្ញុំចង់និយាយថាគឺជាសុទ្ធដែលready ក្នុងការបង្កកំណើតបានហើយមានថា everything គឺ ready ហើយពេលដែលនៅក្នុង ovocyte 2នឹងឯងហ្នឹងឯង ovocyte 2នឹងឯងអញ្ចឹង ovocyte 2ហ្នឹងមានការធ្លាក់ដោយការបក់ពីអាកាតុយព្រុយខ្ញុំហៅថា fallopian tube សំទោសមែន folate tape ខ្ញុំច្រឡំអូខេអាហ្នឹងគេហៅថា Fimbria អូខេ Fimbria ហ្នឹងក៏វាបក់អាសុទ្ធ ovocyte 2ហ្នឹងទៅតំបន់ដែលយើងហៅថា fallopian tube នៅក្នុងតំបន់ 1/3 នៃដៃស្បូននឹងឯង 1/3 នៃផ្នែកខាងក្រៅស្បូនសំទោសអញ្ចឹងវាចូលក្នុងហ្នឹងអញ្ចឹងខ្ញុំឲ្យមើលអ្នកគ្នាមើលក្នុងរូបហ្នឹងនៅក្នុងអា ovocyte 2ហ្នឹងវាមានអ្វីខ្លះពេលដែលវាចេញជា ovocyte 2អញ្ចឹងនៅក្នុង ovocyte 2នេះគឺមានកោសិកាដែលជក់រុំព័ទ្ធជក់វិញរបស់វាដែលយើងហៅថា follicle នេះអ្នកគ្នា follicle នេះ follicle អញ្ចឹងនៅក្នុង follicle នេះបើសិនជានៅក្នុងរយៈដំបូងស្ថិតនៅក្នុងកន្លែង ovary របស់យើងហ្នឹងគឺយើងហៅថា primary secondary តអីអញ្ចឹងទៅអញ្ចឹងនៅពេលដែលរងអំពើ hormone hypothalamus បញ្ចេញ hormone FSH មកនៅក្នុងអា follicle នេះវាចាប់ផ្ដើមរីកធំវាចាប់ផ្ដើមលូតលាស់រីកធំក៏វាបញ្ចេញ hormone estrogen ដែលជា hormone របស់មនុស្សស្រីเนาะ estrogen ដែលជា hormone មនុស្សស្រី estrogen នេះនៅពេលដែលវាបញ្ចេញច្រើនទៅរាងកាយរបស់យើងគឺចាប់ផ្ដើមcommunicate គ្នាថាអូខេដល់ពេលឥឡូវហ្នឹង estrogen ឡើងច្រើនហើយអញ្ចឹងដល់ពេលដែរខួរក្បាលបញ្ចេញឬក៏ release hormone LH ដើម្បីឲ្យអាសុទ្ធ ovocyte 2នេះធ្វើដំណើររំកិលបក់ចូលទៅដើម្បីទទួលការបង្កកំណើតបានហើយយល់ទេមានន័យថាfollicle ហ្នឹងពេលដែលវា follicle វាទទួលបាន hormone SFH ទៅ follicle ហ្នឹងគឺវារីកធំដូចថាFSH ហ្នឹងវាគឺជាទឹក follicle គឺជាដើមឈើអញ្ចឹងពេលដែលយើងចាក់ទឹកទៅដើមឈើហ្នឹងវារីកធំពេលដែលវារីកធំវាបញ្ចេញ oxygen ថាអត់អញ្ចឹងបញ្ចេញ oxygen ហ្នឹងគឺវាបញ្ចេញ estrogen ចំពោះកន្លែងហ្នឹងវាបញ្ចេញ estrogen អញ្ចឹងកាលណារាងកាយរបស់យើងមាន estrogen ច្រើនវាក៏បញ្ចេញវាក៏ communicate មួយគ្នាវាតាក់ទងគ្នាបញ្ចេញ hormone LH មកដើម្បីឲ្យកោសិកា ovocyte 2នេះធ្លាក់ចេញពីនឹងមករំកិលទៅកន្លែង 1/3 ផ្នែកខាងក្រៅនៃស្បូនហ្នឹងណាដើម្បីរងចាំការបង្កកំណើតរបស់ sperm យល់ទេណាចាំបើយើងប្រៀបពីឧទាហរណ៍ដើមឈើដែលខ្ញុំប្រាប់មិញ follicle នេះគឺជាដើមឈើ
FSH នេះគឺជាទឹកអញ្ចឹងពេលយើងចាក់ទៅដើមឈើហ្នឹងវាក៏រីកធំវាបញ្ចេញអុកស៊ីសែនហ្នឹងគឺជា estrogen អញ្ចឹងពេលដែល oxygen ច្រើនចឹងទៅតបអូសូនរបស់យើងប្រសពបរិយាកាសយើងបើថាអូអុកស៊ីសែនច្រើនត្រូវកុំឲ្យក្តៅពេកអីអញ្ចឹងអញ្ចឹងក៏វាបញ្ចេញមកអល់ហាស់បញ្ចេញអល់ហាស់កុំឲ្យក្តៅពេកអីអញ្ចឹងណាគឺបើយើងគិតគឺវារបៀបបែបហ្នឹងអញ្ចឹងនៅក្នុងការបង្កកំណើតរបស់ភេទស្រីនេះគឺបង្កកំណើតអត់ទាន់ចប់ទេនៅពេលដែលវាធ្លាក់ពងយើងហៅថាធ្លាក់សុទ្ធអូវ៉ាស៊ីត2ទៅកន្លែង1/3ដៃស្បូននេះគឺវានៅត្រូវចាំសិនអត់ទាន់បង្កកំណើតធ្វើស្វ័យតម្លឹងធ្វើ meiosis 2ចប់ទេណាព្រោះអីកោសិកាភេទស្រីត្រូវចាំកោសិកាភេទប្រុសដើម្បីមកជួបគ្នាដើម្បីបង្កកំណើតហើយនឹង complete meiosis ឬក៏ meiosis 2ហ្នឹងបន្តទៀតអញ្ចឹងនៅក្នុងកោសិកាបន្តពូជរបស់មនុស្សស្រីត្រូវចាំកោសិកាភេទរបស់មនុស្សប្រុសសិនគឺអាកោសិកាដែលធ្លាក់ oocyte 2ហ្នឹងគឺអត់ទាន់បានស្វ័យតម្លឹងធ្វើចប់សពគ្រប់ទេមានថា incomplete តតែជួបជាមួយ sperm អញ្ចឹងពេលដែល sperm ធ្វើដំណើរមកជួបនៅកន្លែងហ្នឹងវាក៏បន្តធ្វើការស្វ័យតម្លឹងធ្វើ meiosis ឬក៏ meiosis តនេះឃើញទេ meiosis 2 resume បន្ត continue resume ហ្នឹងគឺវា continue ចាប់ផ្ដើមបន្តគាត់ធ្វើម្ដងទៀតរហូតដល់បញ្ចប់ complete ក្នុងការស្វ័យតម្លឹងទ្វេរបស់កោសិកាភេទស្រីម្ដងចាំថាកោសិកាភេទរបស់មនុស្សស្រីហ្នឹងត្រូវការsperm ដើម្បីបញ្ចប់ការស្វ័យតម្លឹងទ្វេហើយមួយទៀតអ្នកគ្នាខ្ញុំមិនបាននិយាយនៅពេលគ្រប់វគ្គដែលធ្វើការស្វ័យតម្លឹងទ្វេ meiosis ឬក៏ meiosis 1វាត្រូវបានទទួលបាន cell បន្ថយ cell ចំនួន 2n មក 1n តែតទៅត្រូវមាន 2n ដូចគ្នាប៉ុន្តែ n ដែលយើងទទួលបានមួយទៀតនេះគឺយើងហៅថា polar body នេះគឺជាកោសិកាដូចយើងនិយាយពីកោសិកាដូចពងមាន់យឺពងទាយឺដែលវាអត់ញាស់ទេគឺវានឹងរលាយទៅវិញគឺមានតែមួយទេដែល complete គ្រប់អីទាំងអស់ដើម្បីយកទៅស្វ័យតម្លឹងធ្វើបន្តបង្កកំណើតជាមួយនឹងកោសិកាបន្តពូជរបស់មនុស្សភេទប្រុសណាអញ្ចឹងអាកន្លែងfirst body polar នេះគឺវាអត់មានអីទេគឺវា meiosis គឺតាមក្បួនការរបស់វាតាមក្បួនខ្នាតរបស់វាត្រូវបន្ថយ cell 2តាមពិតអត់បន្ថយទេវាមានមួយដដែលគ្រាន់តែវាមួយហ្នឹងវាជាប្រភេទ polar body វាអត់បន្តកំណើតទេមានតែមួយទេត្រូវបន្តទៅមុខទៀតចូលវគ្គបន្ទាប់ណាអូខេអញ្ចឹងនៅក្នុង meiosis 2ពេលបញ្ចប់ meiosis 2ក៏បានដូចគ្នាដែរណាពេលដែល sperm ចូលវាបើទៅជា oocyte ហ្នឹងក៏បានដូចគ្នាដែរអញ្ចឹងកន្លែង oocyte ហ្នឹងគឺក៏ទទួលបាន second polar body គឺជាប្រភេទកោសិកាដែលអត់ទៅបន្តទៀតទេអញ្ចឹងមានតែ oocyte នេះទេតែត្រូវធ្វើលូតលាស់ទៅជា maturation ឬក៏កោសិកាពេញវ័យអញ្ចឹងកោសិកាពេញវ័យបន្ទាប់មកពេលដែលជួបស្គមបង្កកំណើតខ្លះជា zygote ពេញរូបពេញរាងអញ្ចឹងណាអញ្ចឹងបង្កើតបានជា zygote ហើយវាក៏រអិលធ្លាក់នេះខ្ញុំឲ្យមើលរូបនេះវិញពេលដែលទទួលបានเป็นជា zygote ហើយវាក៏ធ្លាក់មកទុំនៅកន្លែងendometrium ពេលដែលហូម៉ូន estrogen ឡើងអញ្ចឹងហូម៉ូន estrogen មានន័យថាវាបង្កកំណើតនៅក្នុងរាងកាយរបស់យើងគឺហូម៉ូនឡើងធ្វើឲ្យ endometrium នឹងអត់រលាយទេមានន័យថាវាអត់ធ្លាក់ជារដូវទេដោយសារតែមានការកាច់សម្បុកអញ្ចឹងបើសិនជាអត់មានការបង្កកំណើតទេendometrium នឹងវានឹងធ្លាក់ជាឈាមរដូវប៉ុន្តែបើសិនជាមានការបង្កកំណើតzygote ដែលបង្កកំណើតខ្លះជា embryo នឹងមើលធំធាត់លូតលាស់នៅកន្លែងស្បូនរបស់យើងនឹងឯងគឺនៅកន្លែង endometrium ជាអ្នកការបញ្ចិញ្ចឹមបីបាច់នឹងឯងបង្កើតរហូតបានទៅជា baby ចេញមកណាអូខេអញ្ចឹងគឺ female reproductive system មានប៉ុណ្ណឹងនៅក្នុងអាកន្លែងដំណើរការរបស់ oogenesis ឬក៏ oogonium នេះវារៀងញ៉ៃបន្តិចប៉ុន្តែខ្ញុំចង់សរុបឲ្យអ្នកនរគ្នានិយាយត្រួសហ្មងណាកោសិកាកំណើតរបស់ភេទស្រីយើងហៅថា oogonium តាមភាសាអង់គ្លេសឬក៏ភាសាបារាំងហៅថា ovocene បន្ទាប់មកទៀតពេលនៅក្នុងពួកអត់ទាន់កើតត្រូវរងការស្វ័យតម្លឹងទ្វេរបស់ mitose ទទួលបានកោសិកា 2n ប៉ុន្តែអត់លូតលាស់តទេឈប់សញ្ចត់នៅវគ្គ prophase 1ពេលដែលពេញវ័យបញ្ចេញហូម៉ូនភេទហូម៉ូនបញ្ចេញគ្រប់ការហើយហូម៉ូនកោសិកា prophase ឬក៏primary oocyte ឬក៏ oocyte 1ដែលវិវត្តចេញពី oogonium ហ្នឹងត្រូវតែធ្វើការស្វ័យតម្លឹងទ្វេស្វ័យតម្លឹងទ្វេ1បន្ទាប់មកទៀតធ្វើការស្វ័យតម្លឹងទ្វេទី2ស្វ័យតម្លឹងទ្វេទី2ទទួលបាន secondary oocyte វាត្រូវឈប់សម្ចត់នៅវគ្គមេតាផាសមកតង់សិនថាអត់ទាន់ complete ទេដោយសារវគ្គ meiosis
ឬក៏ meiosis វាមាន4เนาะដូចជា prophase metaphase telophase និង anaphase អញ្ចឹងនៅក្នុងវគ្គmetaphase 2វាត្រូវឈប់សញ្ចតសិនអញ្ចឹងឈប់សញ្ចតហ្នឹងមានន័យថាវាអត់បង្កស្វ័យតម្លងទ្វេទៀតទេប៉ុន្តែovocyte 2រៀងទទួលបានហ្នឹងត្រូវធ្លាក់ហើយសុទ្ធហ្នឹងត្រូវធ្លាក់មកតាមដៃស្បូននៃដើម្បីចាំ sperm តទៅពេល sperm ជួបគ្នាបានវាបញ្ចប់ meiosis ដើម្បីខ្លាចទៅជាកោសិកាភេទដែល complete ហ្មងបង្កើតបានជា zygote ហ្មងเนาะអូខេអញ្ចឹង reproductive system របស់ female មានតែប៉ុណ្ណឹងអ្នកនរគ្នាបើសិនជាខ្ញុំបញ្យល់ទៅអត់យល់កន្លែងណាអ្នកនរគ្នាអាច comment នៅ comment វីដេអូនឹងបានខ្ញុំនឹងបញ្យល់ប្រាប់ហើយបើសិនខ្ញុំបញ្យល់ទៅខុសពីអ្វីដែលអ្នកនរគ្នារៀនអាច share នៅ comment បានដើម្បីចែករំលែកចំណេះដឹងទាំងអស់គ្នាអញ្ចឹងបាយបាយជួបគ្នាវីដេអូក្រោយទៀត